បាទអញ្ចឹងនៅពេលដែលបងប្អូនចុច agree មកយើងបង្កើតនៅ Gmail របស់យើងបង្កើត Gmail របស់យើងទទួលបានជោគជ័យបងប្អូនបាទអញ្ចឹងនឹងគឺជា Gmail របស់យើងអ្នកយើងអាចចូលមកអញ្ចឹងនេះគឺជា Gmail របស់យើងបាទបងប្អូនជំរាបសួរលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាបាទវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូចែករំលែកមួយតាក់ទងទៅនឹងបងប្អូនលោកគ្រូអ្នកគ្រូដែលគាត់ចង់អត់ទាន់ចេះបង្កើតនៅ Gmail បាទអញ្ចឹងនៅពេលដែលបងប្អូនអត់ទាន់ចេះបង្កើត Gmail បងប្អូនគឺត្រូវទៅពឹងឬក៏ទៅរកអ្នកដែលគាត់ចេះបង្កើត Gmail ដើម្បីឲ្យបង្កើតឲ្យយើងបាទអញ្ចឹងនៅពេលនេះបងប្អូនមិនចាំបាច់ទៅពឹងឬក៏ទៅរកគេអ្នកដែលចេះបង្កើត Gmail ទេបងប្អូនអាចមើលនៅវីដេអូនេះឲ្យចប់បងប្អូនមើលតាមជំហានមួយៗបងប្អូននឹងចេះបង្កើតនៅ Gmail ដោយខ្លួនឯងដោយមិនចាំបាច់ពឹងគេបាទហើយបងប្អូនដឹងស្រាប់ហើយចំពោះ Gmail គឺវាមានសារៈសំខាន់បាទវាមានសារៈសំខាន់សម្រាប់បងប្អូនយកទៅ set up កម្មវិធីមួយចំនួនបាទដូចជា Facebook TikTok ឬក៏ Channel YouTube ឬក៏កម្មវិធីផ្សេងៗបាទអញ្ចឹងគឺទាមទារយើងមាននៅ Gmail បាទអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅបង្កើតទាំងអស់គ្នាបាទអញ្ចឹងជាដំបូងបងប្អូនសូមចូលមកកាន់ជ្រោមអញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់ជ្រោមនេះគឺជាផ្ទាំង new tab មួយបាទអញ្ចឹងនេះគឺថ្មីស្លាមយើងអត់ទាន់មាន sign in Gmail ឲ្យបញ្ចូលទេបាទអញ្ចឹងបងប្អូនសូមចូលមកកាន់ផ្ទាំងនេះបាទអញ្ចឹងខ្ញុំសូមបដូរភាសាទៅជាអង់គ្លេសសិនបាទអញ្ចឹងនៅពេលដែលបងប្អូនអត់ទាន់បង្កើតនៅ Gmail គឺវានឹងលោតផ្ទាំងបែបនេះបាទអញ្ចឹងនៅខាងលើនេះគេដាក់ថា email or phone បាទនឹងតាក់ទងទៅនឹងបងប្អូនដែលមាន email ស្រាប់បាទនៅពេលដែលបងប្អូនមាន email ស្រាប់គឺយើងអាចវាយបញ្ចូលទៅនឹងទៅវាយ password គឺយើងអាច sign in បានហើយបាទប៉ុន្តែចំពោះវីដេអូនេះគឺខ្ញុំធ្វើបង្ហាញតាក់ទងទៅនឹងបងប្អូនដែលគាត់អត់មានគឺគាត់បង្កើតថ្មីតែម្ដងបាទអញ្ចឹងនៅពេលបងប្អូនបង្កើតថ្មីបងប្អូនសូមចុចមកកាន់នេះ create account បាទអញ្ចឹងសម្រាប់បងប្អូនថ្មីបងប្អូនសូមចុច create account បាទអញ្ចឹងនៅពេលបងប្អូនចុច create account វានឹង load option 3បាទ option 3នេះទី1គឺ for my personal use បាទនេះតកតងទៅនឹងការប្រើប្រាស់ផ្ទាល់ខ្លួនបាទនេះ for my child តកតងទៅនឹងការប្រើប្រាស់បង្កើតសម្រាប់កូនខ្ញុំឬក៏ក្មេងៗខាងក្រោមគឺបង្កើតសម្រាប់ការងារឬក៏ business បាទអញ្ចឹងសម្រាប់បងប្អូនសូមជ្រើសរើសឥឡូវនេះ for my personal use បងប្អូនคลิกបាទអញ្ចឹងនៅពេលដែលបងប្អូនចុចលើហ្នឹងវានឹងលោតមកផ្ទាំងបែបនេះបាទអញ្ចឹងផ្ទាំងនេះខាងលើគឺ first name តាក់ទងទៅនឹងឈ្មោះតខ្លួនរបស់យើងបាទអញ្ចឹងបងប្អូនសូមវាយមកឧទាហរណ៍ឥឡូវខ្ញុំដាក់ថាធាចុះបាទអញ្ចឹងដាក់ប៉ុណ្ណឹងអញ្ចឹងខាងក្រោមតាក់ទងនឹង surname តាក់ទងនឹងតករបស់យើងបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំដាក់ថាឥឡូវដាក់ពុតចុះបាទអញ្ចឹងនៅពេលហ្នឹងបងប្អូនសូមចុច next បាទអញ្ចឹងនៅពេលដែលបងប្អូនចុចនេះវានឹងលោតផ្ទាំងមួយទៀតនេះ basic information បាទតាក់ទងទៅព័ត៌មានផ្ទាល់ខ្លួនរបស់យើងបាទអញ្ចឹងទី1 day ថ្ងៃរបស់យើងថ្ងៃដែលយើងកើតបាទអញ្ចឹងថ្ងៃខែឆ្នាំកំណើតរបស់យើងបាទអញ្ចឹងទី1បងប្អូនដាក់ឧទាហរណ៍បងប្អូនកើតថ្ងៃអីឥឡូវឧទាហរណ៍ខ្ញុំដាក់ថាថ្ងៃទី11ចុះបាទ11អានេះខែគេឧទាហរណ៍ខ្ញុំដាក់ January ខែមករាចុះហើយឆ្នាំបងប្អូនកើតខែប៉ុន្មានឧទាហរណ៍ខ្ញុំជាឧទាហរណ៍1996ចុះបាទអញ្ចឹងដាក់ប៉ុណ្ណឹងហើយខាងក្រោមដាក់ត្រង់ gender តាក់ទងទៅនឹងភេទបងប្អូនសូមคลิกមកអញ្ចឹងខាងលើស្រីខាងក្រោមប្រុសអានេះខ្ទើយឬក៏ភេទទី3ចុះក្រោមផ្សេងខ្ញុំអត់សូវចេះដែរបាទអញ្ចឹងសម្រាប់បងប្អូនស្រីបងប្អូនសូមជ្រើសរើសយកលើបាទប្រុសបងប្អូនសូមជ្រើសរើសយក male នេះបាទអញ្ចឹងខ្ញុំសូមជ្រើសរើស male បាទអញ្ចឹងនៅពេលជ្រើសរើសយើងសូមចុច next បាទអញ្ចឹងនៅពេលដែលបងប្អូនចុច next វានឹង load មកផ្ទាំងមួយទៀតនេះគេថាឆុសយក Gmail address បាទអាហ្នឹងតកតង Gmail របស់បងប្អូនបាទអញ្ចឹងបើបងប្អូនខ្ជិលបង្កើតអីផ្សេងគេនឹងមានគំរូឲ្យបងប្អូនបាទឧទាហរណ៍នេះបងប្អូនណាពុទ្ធា
721@gmail.com ឬក៏ធាពុត49@gmail.com បាទអញ្ចឹងបើបងប្អូនខ្ជិលសរសេរបងប្អូនអាចคลิกយកខាងលើនឹងក៏បានបាទប៉ុន្តែបើបងប្អូនចង់សរសេរបងប្អូនសូមជ្រើសរើសអក្សរនេះ create your own Gmail address អញ្ចឹងបងប្អូនសូមคลิกនេះមកបាទហើយបងប្អូនសូមជ្រើសរើស email របស់ឈ្មោះ email បងប្អូនចង់ដាក់ឧទាហរណ៍មកខ្ញុំដាក់ថាពុទ្ធាអញ្ចឹងបាទអញ្ចឹងពុទ្ធាយើងចុះអញ្ចឹងនៅពេលនេះបងប្អូនសូមចុច next បាទអញ្ចឹងនៅពេលដែលបងប្អូនចុច next វា load បែបនេះមានន័យថាឈ្មោះហ្នឹងគឺមានគេប្រើហើយបាទអញ្ចឹងបងប្អូនត្រូវប្ដូរដាក់យ៉ាងម៉េចថាខ្ញុំដាក់ថាពុទ្ធា009ចុះបាទអញ្ចឹងចុច next អញ្ចឹងឈ្មោះនេះក៏មានគេប្រើដែរអញ្ចឹងបងប្អូនរាវរកឈ្មោះដែលគេអត់ទាន់ប្រើក៏ខ្ញុំដាក់ថាពុទ្ធា170ចុះ170បាទហើយចុច next ម្ដងទៀតនេះក៏មានគេប្រើចុច2បាទអញ្ចឹងនេះនៅពេលដែលឈ្មោះនឹងអត់មានគេប្រើវានឹង load មកកាន់ផ្ទាំង password នេះម្ដងបាទប៉ុន្តែបើយើងឈ្មោះនឹងគឺមានគេប្រើហើយគឺវាអត់ load ឲ្យទេបាទអញ្ចឹងនៅត្រង់ចំណុចនេះសូមគេទាមទារយើងបំពេញនូវ password បាទអញ្ចឹងបងប្អូនសូមដាក់មក password បងប្អូនអាចដាក់មិនក៏បានដែរលើថាខ្ញុំដាក់ថាអានេះឧទាហរណ៍ជា001បាទហើយបងប្អូនអាចចុចបង្ហាញនៅត្រង់នេះបានបាទអញ្ចឹងចុចមកបាទអញ្ចឹងនេះគឺជា password ឧទាហរណ៍អញ្ចឹងមកហើយសូមចុច copy អញ្ចឹងត្រង់ខាងក្រោមគេឲ្យ confirm បាទអញ្ចឹងបងប្អូនអាចចុច confirm អញ្ចឹងខ្ញុំចុចប៉ះមកបាទអញ្ចឹងនេះធ្វើម៉េចឲ្យដូចគ្នាពីរហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនសូមចុច next បាទអញ្ចឹងនៅពេលដែលបងប្អូនចុច next អានេះគេទាមទារឲ្យយើងមានGmail star អញ្ចឹងបើបងប្អូនអត់មាន Gmail star ទេបងប្អូនមិនចាំបាច់ដាក់ក៏បានដែរបងប្អូនអាចចុច skip ទៅមុខទៀតបាទអញ្ចឹងចុច skip មកបាទហើយនៅពេលដែលបងប្អូនចុច skip មកត្រង់ចំណុចនេះគឺគេទាមទារឲ្យយើងបញ្ចូលនៅលេខទូរស័ព្ទរបស់យើងបាទអញ្ចឹងគេថា add phone number អញ្ចឹងបងប្អូនមានលេខទូរស័ព្ទបងប្អូនសូមបញ្ចូលលេខទូរស័ព្ទនៅត្រង់នេះបាទអញ្ចឹងបងប្អូនសូមបញ្ជាក់ទៀតគឺបងប្អូនសូមបញ្ចូលលេខទូរស័ព្ទនៅត្រង់នេះបាទហើយបើបងប្អូនខ្មែរដាក់ខ្មែរនេះគេឲ្យរើសនោះលេខកូដប្រទេសមកបាទអញ្ចឹងត្រង់កន្លែងនេះគឺខ្ញុំអត់សូមដាក់ខ្ញុំអត់ដាក់លេខទូរស័ព្ទទេព្រោះអីនេះខ្ញុំធ្វើបង្ហាញបាទអញ្ចឹងខ្ញុំសូមចុច skip បើបងប្អូនមានដាក់លេខទូរស័ព្ទបងប្អូនដាក់លេខទូរស័ព្ទហើយចុច next មកបាទអញ្ចឹងខ្ញុំសូម skip មានន័យថាខ្ញុំអត់ដាក់លេខទូរស័ព្ទហ្នឹងទេបាទអញ្ចឹងសូមចុច skip បាទអញ្ចឹងនៅពេលដែលបងប្អូនចុច skip ហើយនេះគឺវានឹងលុបផ្ទាំងបែបនេះនេះយើងជាពុតឬក៏ខាងក្រោមឈ្មោះតាមពិតវិច្រាតែខាងក្រោមនេះពុតធា 172@gmail.com បាទអញ្ចឹងមកយើងគិតថាឈ្មោះនឹងត្រូវហើយយើងចុច next បាទអញ្ចឹងនៅពេលដែលបងប្អូនចុចនេះគឺគេឲ្យយើង save password password របស់យើងបាទបងប្អូនអាចចុច save មកឬក៏បាទ save បាទអញ្ចឹងនៅពេលនេះគេដាក់privacy and term អញ្ចឹងតាក់ទងទៅនឹងសុវត្ថិភាពឬគោលការណ៍បាទអញ្ចឹងនៅពេលដែលបងប្អូនអាចអានបានតែសម្រាប់ខ្ញុំអត់ចេះដែរអត់សូវចេះអញ្ចឹងបើយ៉ាងអញ្ចឹងបងប្អូនសូមចុច agree មក agree បាទអញ្ចឹងនៅពេលដែលបងប្អូនចុច agree មកយើងបង្កើតនៅ Gmail របស់យើងទទួលបានជោគជ័យបងប្អូនបាទអញ្ចឹងនឹងគឺជា Gmail របស់យើងនេះយើងអាចចូលមើលទៀតអញ្ចឹងនេះគឺជា Gmail របស់យើងបាទបងប្អូនបាទអញ្ចឹងចំពោះវីដេអូការបង្កើតនៅ Gmail ទៅលើទូរស័ព្ទឬក៏ computer គឺមានតែប៉ុណ្ណឹងបើបងប្អូនអត់យល់ឬក៏ឆ្ងល់ត្រង់ចំណុចណាបងប្អូនអាច comment នៅខាងក្រោមវីដេអូបានបាទអរគុណសម្រាប់ការទស្សនាហើយបើចូលចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច like និង subscribe នៅ channel YouTube ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីជាបន្តទៀតបាទហើយវីដេអូក្រោយខ្ញុំនឹងធ្វើតាក់ទងទៅនឹងការប្រើប្រាស់នៅ Gmail និងការ remove Gmail ចេញពី account Google របស់យើងអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ